បាទសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែកលេខទៅប្រិយមិត្តទាំងអស់គ្នាវីដេអូនោះគឺនិយាយពីការដោះលេខកូដលើទូរស័ព្ទដៃមក Oppo A3s ដែលយើងភ្លេចលេខកូដបាទដោយវីដេអូខ្ញុំបានធ្វើបង្ហាញបងប្អូនអញ្ចឹងបាទចុចលេខកូដមិនក៏អត់ត្រូវដែរដោយសារតែយើងភ្លេចលេខកូដវាយយូរទៅគឺវាជាប់នីតិអញ្ចឹងណាបាទនេះគឺជា Oppo A3s បងប្អូនណាបាទអញ្ចឹងបើសិនជាបងប្អូនមានបញ្ហាជាប់លេខកូដភ្លេចលេខកូដដូចខ្ញុំបានបង្ហាញអញ្ចឹងបងប្អូនអាចអនុវត្តតាមវីដេអូនេះបានបងប្អូនណាបាទនេះជានេះបងប្អូនណាលេខកូដសម្រាប់ឆែក model វាតើប្រភេទ Oppo A3s ឬក៏ Oppo អីចឹងបងប្អូនណាបាទចុចកាយត្រង់ជ្រូក899ជូនទៅយើងទៅមើលកន្លែង software version ទៅយើងចុចមើលទៅគឺវាប្រាប់ model យើងហើយ version ប្រមាណ version ប្រមាណចឹងបងប្អូនយក model ហ្នឹងបងប្អូនឆែកនៅក្នុង YouTube ទៅគឺវាប្រាប់ model អីចឹងបងប្អូនណាបាទជាដំបូងយើងត្រូវបិទទូរស័ព្ទសិនបងប្អូនណាបាទយើងបិទហើយបន្ទាប់មកយើងប្រើ volume ខាងក្រោម volume សំឡេងបន្ទាប់មកជាមួយនឹងប៊ូតុង power យើងចុចទាំងពីរជាប់គ្នាយូរដើម្បីចូលប៊ូតុង reset ម៉ាស៊ីនបងប្អូនណាបាទចុចយូរអញ្ចឹងទៅបន្ទាប់មកបងប្អូនប្រឡែងបាទប្រឡែងអញ្ចឹងទៅបាទបន្ទាប់មកវា load ដល់កម្មវិធីបាទកម្មវិធី Drive ឈូសម៉ាស៊ីនលើហើយបាទអញ្ចឹងពពួក Oppo បងប្អូនធ្វើអញ្ចឹងបងប្អូនណាបាទមិនថា Oppo A5 2020 A5s ឬក៏អីចឹងបងប្អូនណាបាទ A93 A94 បងប្អូនអាចធ្វើអញ្ចឹងទៅបានបងប្អូនណាបាទមកដល់ឡើយនេះបងប្អូនយើងប្រើប៊ូតុងសំឡេងបូកដកខាងលើដើម្បីយើងទាញយកកម្មវិធីអញ្ចឹងណាទាញយកដាក់កន្លែងណាកន្លែងនេះអញ្ចឹងណាបាទបន្ទាប់មកប៊ូតុង power គឺអូខេបងប្អូនណាបាទអញ្ចឹងយើងយកភាសាអង់គ្លេសបន្ទាប់មកយើងយក web data បាទយើងចុច power ទៅគឺវា select យកទៅបន្ទាប់មកបងប្អូនចុច format data ខាងក្រោមទាញមកខាងក្រោមមកយើងប្រើប៊ូតុងសំឡេងបូកដកហ្នឹងបាទបន្ទាប់មកយើងចុច power គឺអូខេបងប្អូនណាបាទក៏យើងចុចបាទចុចតាមអញ្ចឹងទៅគឺអូខេបងប្អូនណាបាទអញ្ចឹង RAI ម៉ាស៊ីនត្រង់នេះគឺវាប្រុងតែផ្ដាច់លេខកូដចោលបងប្អូនណាបាទបន្ទាប់មកយើងចាំវាបន្តិចវានឹងចេញកម្មវិធីថ្មីឲ្យយើង set program ថ្មីបងប្អូនណាបាទបន្ទាប់មកអូខេទៅវា restart ម៉ាស៊ីនបាទវា reboot ម៉ាស៊ីនណាបាទ reboot ម៉ាស៊ីនអញ្ចឹងបងប្អូនចាំមក play អញ្ចឹងទៅបាទវាបើកហើយវាឲ្យយើងចាំយូរដែរឡើយហ្នឹងបងប្អូនដោយសារខ្ញុំកាត់ណាបាទបន្ទាប់មកបងប្អូនជ្រើសរើសភាសាបាទបងប្អូនធ្វើពេញចិត្តភាសាបងប្អូនដាក់ភាសាទៅខ្ញុំដាក់ភាសាអង់គ្លេសអញ្ចឹងបងប្អូនណាបាទជ្រើសរើសដូចខ្ញុំអញ្ចឹងទៅបាទអត់អីកន្លែងហ្នឹងបងប្អូនតាមបានណាបាទកន្លែងហ្នឹងអត់អីវាសាមញ្ញកន្លែងហ្នឹងបាទបន្ទាប់មកបងប្អូន connect Wi-Fi បងប្អូនណាបាទ connect Wi-Fi អញ្ចឹងទៅបាទ Wi-Fi យើង connect វិញទៅបាទអញ្ចឹងបងប្អូនធ្វើតាមខ្ញុំហៅហើយតាមកន្លែងហ្នឹងបងប្អូនណាបាទចិត្ត connect ល្អទាំងទៅកន្លែងហ្នឹងស្រួលបងប្អូនណាបាទបងប្អូនរងចាំមក play ទៅបាទទៅមកកន្លែងនេះបងប្អូនយើងចុច skip ទៅបងប្អូនណាបាទចាំយើងចុចឲ្យដល់កម្មវិធីសិនចាំយើងកើត Play Store ក្រៅបងប្អូនណាបាទចុច skip ចុច next ល្អដូចខ្ញុំបានប្រាប់ហ្នឹងទៅបងប្អូនណាបាទហើយនេះកន្លែងយើងដាក់លេខកូដចឹងបងប្អូនមិនដាក់លេខកូដយើង skip ចោលបងប្អូនណាបាទយើងចុច next ល្អហ្នឹងទៅកន្លែងនេះយើង set program ថ្មីបាទអញ្ចឹងយើងបានជោគជ័យបងប្អូនណាបាទអញ្ចឹងបងប្អូនសូមមេត្តាជួយ subscribe channel របស់ខ្ញុំមួយផងបងប្អូនណាដើម្បីទទួលបានព័ត៌មានថ្មីទាក់ទងនឹងទូរស័ព្ទក៏ដូចជាកម្មវិធីផ្សេងទៀតដែលទាក់ទងនឹងទូរស័ព្ទបងប្អូនណាបាទអញ្ចឹងសូមអរគុណសូមជម្រាបលាបងប្អូន